បាត់មុខយូរសឹមសេរីនិចលេចក្នុងទម្រង់ល្ខោនភាសាសម័យឌីជីថលរឿងកែវមณีរតនាធីតាមុខសេះជាមួយលោកប៉ាន់ចម្រុងបាត់មុខពីឆាកសម្ដែងយូរសពតែតារាស្រីសឹមសេរីនិចបានលេចមុខជាថ្មីនៅក្នុងទម្រង់ល្ខោនភាសាសម័យឌីជីថលរឿងកែវមณีរតនាធីតាមុខសេះជាមួយលោកប៉ាន់ចម្រុងតាមរយៈស្នាដៃសម្ដែងរបស់នាងរួមជាមួយនឹងសិល្បកររាប់រយនាក់ពិតជាទទួលបានការគាំទ្រខ្លាំងពីមហាជនប្រទាំងទស្សនីយភាពទម្រង់ល្ខោនភាសាសម័យឌីជីថលរឿងកែវមณีរតនាធីតាមុខសេះពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីបានសម្ដែងជូនសាធារណជនទស្សនាកម្សាន្តអារម្មណ៍កាលពីចុងសប្តាហ៍មុនកញ្ញាសឹមសេរីនិចត្រូវបានជ្រើសរើសសម្ដែងជានាងកែវមณีរតនាឬនាងកែវណាម៉ាថ្មីត្បិតតែជាលើកដំបូងនៃសឹមសេរីនិចសម្ដែងក្នុងទម្រង់ល្ខោនភាសានេះប៉ុន្តែនាងពិតជាបានធ្វើបានយ៉ាងល្អមិនថាពេលសម្ដែងជានាងកែវណាម៉ាដែលមានមុខមាត់មិនសូវស្អាតឬនាងកែវមณีរតនាដែលមានសម្រស់គោផង់ជាក់ស្ដែងអ្នកដែលបានទៅទស្សនាផ្ទាល់បានលន់មាត់សរសើរនាងគ្រប់គ្នាកញ្ញាសឹមសេរីនិចបានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនថានាងពិតជារីករាយណាស់ដែលបានចូលរួមសម្ដែងនៅក្នុងល្ខោនភាសាសម័យឌីជីថលរឿងកែវមณีរតនាធីតាមុខសេះដែលមានសិល្បកររាប់រយនាក់ចូលរួមសម្ដែងបន្ទាប់ពីមានវត្តមាននៅក្នុងល្ខោនភាសានេះរួចសឹមសេរីនិចក៏ត្រៀមខ្លួននឹងប្រឡូកក្នុងវិស័យសិល្បៈឡើងវិញក្រោយបាត់មុខពីឆាកសម្ដែងអស់រយៈពេលជាច្រើនឆ្នាំនាងរំពឹងថាការវិលត្រឡប់របស់ខ្លួនលើកនេះនៅតែទទួលបានការស្រឡាញ់និងការគាំទ្រពីសំណាក់បងប្អូនទស្សនិកជនគួររំលឹកផងដែរថាកញ្ញាសឹមសេរីនិចគឺជាតារាសម្ដែងដ៏មានទេពកោសល្យម្នាក់នាងធ្លាប់លេចមុខនៅក្នុងរឿងភាគនិងរឿងដុំជាច្រើនប៉ុន្តែក្រោយពីលោកអីឈ្មោះនាងសម្រេចចិត្តចាកចេញពីសិល្បៈដើម្បីងាកទៅចាប់អាជីពរកស៊ីចំនួនវិញដោយឡែកទើបតែមួយឆ្នាំចុងក្រោយ